សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញអំពីកូន tool មួយប្រហែលជាអាចជួយកិច្ចការងាររបស់គ្នាយើងច្រើនសម្រាប់អ្នកដែលអត់មានថវិកានៅក្នុងការទិញ tool ដែលយកទៅ download អីផ្សេងៗណាបាទអញ្ចឹងអានេះគឺជា tool មួយដែលខ្ញុំសម្រាប់ជួយដោះស្រាយកិច្ចការងារខ្ញុំប្រចាំថ្ងៃទេតែបើគ្នាយើងត្រូវការក៏អាចចូលទៅ download យកមកប្រើប្រាស់បានដូចគ្នាដែរបាទអញ្ចឹងខ្ញុំបានតម្លាក់ចូលទៅក្នុង channel Telegram ហើយចាំចូលទៅទាញយកបានហើយនៅក្នុងហ្នឹងគឺមាន2 file មួយ file គឺវាភ្ជាប់ជាមួយនឹង FMPEG មួយស្រេចហើយមួយ file ទៀតគឺអ្នកទាំងគ្នាត្រូវតម្លើងFMPEG ហ្នឹងមកលក្ខណៈថាយើងតម្លើងដោយខ្លួនឯងបាទអញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញឲ្យអ្នកទាំងគ្នាឥឡូវខ្ញុំសូម download file ហ្នឹងយកមក install សិនបាទអូខេឥឡូវខ្ញុំ download ពេញហើយចាំបន្តិចបាទអញ្ចឹងយើង extract វាមកអូខេបាទរួចហើយអ្នកទាំងគ្នាតម្លើងមកពេលវាចេញបែបនេះអ្នកទាំងគ្នាចុច more info មកណាបាទហើយចុច run anyway មកចុច accept ចុច next create desktop shortcut មកអូខេអញ្ចឹងហើយយើងបើកហើយចាំសាក download មើលទាំងអស់គ្នាបាទអញ្ចឹងគឺរួចរាល់ហើយអ្នកទាំងគ្នាអានេះគឺវាអត់មានអីបាក់យល់ទេ tool នេះគឺវាតិចណាវាមានតែ plus សម្រាប់ឲ្យយើងដាក់បញ្ចូលនៅ link video ដែលអ្នកទាំងគ្នាចង់ download ហើយplus ទី2នេះគឺសម្រាប់យើងចង់បន្ថែមឈ្មោះពីលើឈ្មោះ file video យើងណាឧបមាថាវីដេអូយើងមានចំណងជើងហើយបន្តមកយើងការពារកុំឲ្យវាជន់គ្នាអញ្ចឹងយើងបន្ថែមជាលេខបានយើងបន្ថែមជាលេខរៀងមួយអញ្ចឹងក៏បានឬក៏ A ធំ A ធំ A តូច A ធំអីចឹងក៏បានដែរអញ្ចឹងវាបន្ថែម A B C D អញ្ចឹងទៅបាទហើយកន្លែងនេះគឺយើង down ជា MP3 ឬក៏វីដេអូហើយនេះគឺគុណភាពវីដេអូហើយយើងអាចរើសទីតាំង save បានឥឡូវឧបមាថាខ្ញុំ save នៅក្នុងទីតាំងមួយហ្នឹងហើយខ្ញុំទៅយក link មួយដើម្បីតេស្តឲ្យអ្នកទាំងគ្នាមើលអូខេយើងផាសចូលមកហើយចុចទាញយកមកបាទរួចរាល់ហើយដូចអ្នកទាំងគ្នាបានឃើញអញ្ចឹងនេះគឺជា file video យើងនេះបាទអញ្ចឹងចំពោះ tool មួយនេះអ្នកទាំងនេះឃើញតូចអញ្ចឹងមែនប៉ុន្តែខ្លឹមណាវាអាច download បានទាំង Facebook YouTube TikTok Instagram Twitter ឬក៏យើងហៅថា X ហ្នឹងឯងហើយវាក៏ download បានជា playlist ហើយនឹងម្ដងមក profile ដែរបើចំពោះ Facebook តតែអ្នកទាំងនេះប្រើ link grab ឬក៏extension សម្រាប់ grab link យកមកដាក់ណាអ្នកទាំងនេះដាក់ជាជួរមកបន្ទាត់មក link មកបន្ទាត់មក link មកហើយចុច download ទៅតែប៉ុណ្្នឹងឯងខ្ញុំគិតថាប៉ុណ្ណេះគឺវាល្មមអាចជួយកិច្ចការងាររបស់មេបានច្រើនសម្រាប់ដៃថ្មីឬក៏អ្នកដែលមិនទាន់មានថវិកាក្នុងការទិញ tool ប្រើណាបាទអញ្ចឹងមានតែប៉ុណ្្នឹងឯងហើយអ្នកនេះអាចអានបន្ថែមបានហើយបើពេញចិត្តហ្នឹងនេះបាទចុចមកគឺបាទ support ខ្ញុំបាទអរគុណចំពោះ tool មួយហ្នឹងតែប៉ុណ្្នឹងឯងហើយកុំភ្លេច recommend នៅខាងក្រោមផងថាមានអ្វីត្រូវកែតម្រូវពីព្រោះថានេះខ្ញុំបង្កើតសម្រាប់លក្ខណៈថាយើង free ហើយតែមួយមុខងារហ្នឹងទេអរគុណ